បាទជំរាបសួរបងប្អូនអ្នក trader ទាំងអស់ជាទីនឹករលឹកជាទីស្រឡាញ់ជាទីរាប់អានបាទថ្ងៃនេះខ្ញុំបាទសូមធ្វើការវិភាគទីផ្សារមាសជាបន្តទៀតបាទដោយសារយើងអាប់ដេតព័ត៌មានកាលពីម្សិលមិញហើយយើងធ្វើការអាប់ដេតនៃការវិភាគបន្តទៀតបាទឥឡូវនេះខ្ញុំធ្វើការវិភាគតាមបែបគេថាយើងវិភាគតាមបែប elite wave ហ្នឹងខ្ញុំវិភាគពី scenario ចុះឥឡូវខ្ញុំវីដេអូទី1នេះខ្ញុំវិភាគ scenario ទី1សិនបាទខ្ញុំវិភាគ scenario ទី1ចាំវីដេអូទី2ខ្ញុំនឹងវិភាគ scenario ទី2បាទថាតើមាសហ្នឹងវាបន្តធ្លាក់ឬក៏វាបន្ត uptrend ទៀតបាទឥឡូវយើងមកមើលទីផ្សារមាសនេះវាឃើញថា corrective វាចាប់នៅរលកសិតឬក៏រលក4ធំបាទ4ធំយើងដាក់ត្រឹមនឹងសិនចាំទៅ scenario ទី2ខ្ញុំនឹងវិភាគបន្តទៀតដោយសារត្រឹមនេះយើងដាក់ថាវានឹងបញ្ចប់រលកសិតឬក៏រលកទី4ត្រឹមនឹងបាទឥឡូវយើងទៅមើល time frame daily បាទ daily ក៏មិនជាអ្វីខុសប្លែកទេបាទខ្ញុំដាក់អានេះក៏រលកសិតតនេះចុះរលកសិតតនេះចុះខ្ញុំផ្សាយទី4សិនបាទផ្សាយនេះសិន copy មកបាទ copy ផាសមកតនេះមកបាទដើម្បីដឹងថានឹងជារលកទី4នៅម្ដុំហ្នឹងបាទរលកទី4បាទហើយនេះបានន័យថា scenario ទី1នេះខ្ញុំវិភាគថាទីផ្សារនឹងឡើងទៅលើបាទនឹងឡើងទៅលើបាទនឹងឡើងទៅលើឥឡូវយើងទៅ time frame 4ម៉ោងបាទ4ម៉ោងនេះ4ម៉ោងកាលណាបើសិនជាយើងវិភាគថាទីផ្សារវានឹងឡើងទៅលើវិញអានេះយើងដូរ style វិញដូរ style វាមកចប់នៅរលក C ឬក៏រលកសិតឬក៏រលកទី4នៅត្នេះបាទឥឡូវខ្ញុំផាសរលកទី4នៅត្នេះចុះបាទហើយខ្ញុំលុបអានេះចោលចេញបាទលុបចោល C នេះក៏ខ្ញុំលុបចោលដែរបាទហើយខ្ញុំដូរ style បាទដូរ style កាលភាគខ្ញុំចាប់យករលកទី2នៅនេះបាទទី2នៅនេះហើយទី1នៅត្នេះដោយសារខ្ញុំវិភាគ scenario ទី1នេះខ្ញុំវិភាគថាទីផ្សារវានឹងឡើងលើបាទវានឹង uptrend បាទវានឹង uptrend អានេះ3នេះ4បាទនេះ4នេះ5ចេះចុះបាទដោយសារខ្ញុំវិភាគ scenario ទី1នោះថាវាឡើងវានឹង uptrend បាទខ្ញុំពូមកបាទទៅលើចេះបាទចេះមកបាទបងប្អូនមើលរៀងពិបាកមើលទេបងប្អូនបើសិនគូអញ្ចឹងទៅបាទដោយសារខ្ញុំវិភាគ scenario ទី1នេះដោយគិតថាវានឹងបញ្ចប់នៅរលកទី4នៅម្ដុំហ្នឹងបាទនៅម្ដុំហ្នឹងគឺវាបន្ត uptrend ទៅវិញដោយសារវាចាប់នៅរលកទី1ចប់ហើយវាចាប់នៅរលកទី2បាទហើយនៅក្នុងរលកពី1ទៅ2នេះវាតែងតែមានគេថារលក ABC corrective បាទ corrective វាមាន A ទៅនេះ B ទៅនេះ C ទៅនេះបាទខ្ញុំដោយសារខ្ញុំថាវា corrective វាចាប់នៅ3រលក ABC បាទឥឡូវខ្ញុំរាប់ដាក់ ABC ដែរដាក់ A ទៅអានេះ A តូចហើយខ្ញុំដាក់ពណ៌ខ្មៅចុះ A B C បាទដាក់នេះមកបាទអានឹងកាលណាវាចាប់រលក C ហើយវានឹងបន្តទៅរលក5រលកគឺ5រលកគឺនៅក្នុងហ្នឹងគឺវាជាស្ថិតនៅក្នុងរលកទី3អានេះយើងអាចរាប់ថា1 2 3 4 5នៅត្នេះចុះនៅត្នឹងចុះបាទយើងអាចរាប់អញ្ចឹងក៏បានដែរបាទឥឡូវនេះចំពោះ time frame 4ម៉ោងបាទចំពោះ time frame 4ម៉ោង scenario ទី1បាទរាប់បែបអញ្ចឹងបាទឥ
ឥឡូវយើងទៅមើល time frame 1 ម៉ោងម្ដងបាទ time frame 1 ម៉ោង time frame 1 ម៉ោងនេះបែបនេះកាលពីខ្ញុំរាប់លើកមកពីម្សិលមិញខ្ញុំគិតថាទីផ្សារហ្នឹងវានឹងបន្តមកចាប់នៅរលកទី4នៅណែរលកទី4ឬក៏រលក C ឬក៏រលក Z ដើម្បីថាវានឹងបញ្ចប់នៅនេះក៏ប៉ុន្តែចាំខ្ញុំរាប់សេណារីយ៉ូទី2ចុះឥឡូវខ្ញុំរាប់សេណារីយ៉ូទី1ថាវានឹងបញ្ចប់នៅរលកនៅម្ដុំនេះបាទនៅម្ដុំនេះនឹងសេណារីយ៉ូទី1យើងដាក់អានេះលុបចោលចេញយើងបាទដាក់លុបចោលចេញហើយយើងថែមរលកទី4មកបាទថែមរលកទី4រលកទី4គឺនេះនៅបញ្ចប់ទៅនេះបាទដាក់លេខប្រមាណចេះលេខ18ហើយដាក់ពណ៌ Q យកមកបាទវានឹងហ្នឹងយើងរាប់ថាវាបញ្ចប់នៅរលកទី4នៅតំណឹងហើយយើងបន្តរាប់រលកតូចៗនៅក្នុងហ្នឹងទៀតបាទរលកតូចៗនៅក្នុងហ្នឹងខ្ញុំ copy យកនេះមកស្រួលបន្តិចបាទយើង copy អាហ្នឹងមកបាទcopy យកមកបាទហើយយកមកផាសនៅនេះម្ដងបាទបាទវាឲ្យថា time frame 1 ម៉ោងវាមើលទៅវាវានិយាលបាទឥឡូវខ្ញុំលុបចោលម្ដុំនេះចេញយកបាទម្ដុំនេះចេញដោយសារយើងចាប់រាប់ថាវាទីផ្សារនឹង up trend កាលណាបើវាទីផ្សារ up trend គឺតនេះពីចាប់ដើមនៃរលកទី1នេះមកដល់រលកទី1នេះគឺវាចាប់យក5រលកកាលណាបើចាប់យក5រលកខ្ញុំរាប់ពីលើកមុនបែបនេះគឺរាប់អត់ត្រូវទេបាទគឺយើងរាប់ 1 2 3 4វិញបាទ5វិញបាទអានេះខ្ញុំលុបចោលវិញបាទខ្ញុំលុបចោលទុកដាក់ទៅនេះចុះដាក់ ABC ចុះបាទទុកម្ដុំនេះចុះខ្ញុំលុបអស់នេះចោលបាទនេះក៏លុបចោលដែរបាទចោលសម្រាប់បងប្អូនដែលគាត់ចេះរាប់រលកបងប្អូននឹងងាយស្រួលរាប់ទេបាទព្រោះអីបើយើងរាប់ជា up trend ក៏បានជា down trend ក៏បានដោយសារយើងច្បាស់ទៅយើងអាចរាប់ស្រួលទេបាទយើងអាចរាប់ស្រួលទេបាទបើសិនតែយើងជាក់ច្បាស់អញ្ចឹងណាហើយលុបចោលដែរបាទលុបចោលចេញចុះនេះបាទអញ្ចឹងយើងចង់រាប់ជា down trend ក៏បាន up trend ក៏បានដែរដោយសារបើយើងចេះរាប់រលកអញ្ចឹងវាមិនជាបញ្ហាទេទីផ្សារវាមិនទៅណាទេបងប្អូនវាមិនដើរចោលបងប្អូនទេបើវាមិន up trend វា down trend តែប៉ុណ្្នឹងឯងបាទអញ្ចឹងសម្រាប់ដែលបងប្អូនចេះរាប់រលកអត់ជាបញ្ហាទេបងប្អូនបាទយើងចង់រាប់ជា down trend ក៏បានឲ្យវារាប់ជា up trend ក៏បានបាទអាហ្នឹងបងប្អូនចេះអានេះយើងចាប់យក5រលកពីចាប់ដើម1 2យើងយក3នេះចុះ3ទៅនេះចុះ3 4កាលណាបើយើងចាប់ពីរលកទី4ហើយទៅដល់រលកនេះវិញគឺវាយកជុក5រលកដែរអញ្ចឹងខ្ញុំរាប់តែ5នៅក្នុងនោះតែ5មិនហើយកុំឲ្យវាវែងឆ្ងាយពេកបាទអញ្ចឹងខ្ញុំរាប់1ទៅនេះ1ចុះ1ដាក់ឲ្យទូចបន្តិចបាទ1ចុះ1 2 ខ្ញុំដាក់3នេះចុះ3បាទដាក់3ទៅនេះចុះឆ្ងាយបន្តិចបាទ3 4 5ទៅនេះបាទ5ទៅនេះបងប្អូនបាទឥឡូវយើងរាប់ពីនេះរលកនេះម្ដងបាទរលកនេះអានេះពី A នេះពីចាប់ផ្ដើមពីរលកទី1ដល់ A នេះវា A តូចណា A តូចអានេះបានអានេះ1ធំអានេះ2ធំកាលណាពី1រហូតដល់2ហ្នឹងគឺវាមាន A B C ទូចនៅក្នុងហ្នឹងបាទនៅក្នុងទូចនេះគឺមាន A នេះ A B C បាទគឺរាប់អញ្ចឹងបាទហើយពីនេះអានេះជួនភាគច្រើនវាចាប់3រលកពី A ទៅ B នេះជួនវាចាប់ទៅ3រលកទេ A B C
រីឯពី1ដល់ A នេះជួនកាលវាចាប់3ជួនកាលវាចាប់5អានេះវាចាប់5រលកបងប្អូនឃើញទេវា5រលកនេះ5រលកយើងអាចរាប់5រលកបានយើងអាចរាប់3រលកក៏បានដែរប៉ុន្តែដោយសារវាយើងឃើញច្បាស់ក្នុងផ្នែកយើងអាចរាប់5រលកទៅបាទ5រលកទៅបាទប៉ុន្តែខ្ញុំមិនរាប់ទេដោយសារ time frame 1ម៉ោងនេះបើសិនជា time frame 30នាទីបងប្អូនកាន់តែឃើញតែច្បាស់ទៀតបងប្អូនបាទឥឡូវយើងមើលទៀតអានេះវា A អានេះ B អានេះ C អញ្ចឹងវាចាប់រលក C វាឆ្ពោះទៅវាចាប់នៅរលកទី2ហើយវាឆ្ពោះទៅរលកទី3នេះទី3ធំនៅណាអញ្ចឹងណាអញ្ចឹងបើចាប់ទី3ធំយើងអាចរាប់ថាអានេះទី1នេះទី2ហើយវាចាប់រហូតទៅដល់រលកទី3ធំបាទឥឡូវយើង time frame អានេះ time frame 1ម៉ោងបាទ time frame 1ម៉ោងឥឡូវយើងទៅមើល time frame 30នាទីម្ដងមកបាទ time frame 30នាទីខ្ញុំបើកមើលសិន scenario ទី1ខ្ញុំមាន save អត់ទេបងប្អូនមើលសិនបាទ30នាទីសម្រាប់នេះ scenario នេះខ្ញុំ save វាសិនមិញសង្សារមានទេបងប្អូនតាមមើលអត់មានមែនបងប្អូនអញ្ចឹងខ្ញុំលុបចោលចេញអាហ្នឹងយើងអត់មានគូអីសោះអញ្ចឹងខ្ញុំលុបចោលសិនបាទចូលទៅលុបវាសិនហើយចាំ save សារជាថ្មីបាទណាតែមាញ់30នាទីបាទនេះ30នាទីកាលពីថ្ងៃទីណាសំនៅក្រោម30នាទីនេះថ្ងៃទី14អត់មានទេហ្នឹងខ្ញុំលុបចោលអានេះក៏លុបចោលដែរ scenario ទី1ហ្នឹងក៏វាកាលណាបើយើងខានវិភាគយូរយើងក៏ save យូរដែរហ្នឹងអញ្ចឹងខ្ញុំ save សារជាថ្មីបាទខ្ញុំ copy សារជាថ្មីបង្កើត layout សម្រាប់30នាទីបាទ30នាទីបាទចេះមកបាទហើយយើងសេរីស្រង់វាមកដាក់30នាទីចេះមកហើយដាក់នេះ30នាទីដែរទៅបាទកុំឲ្យពិបាកព្រោះយើងមើលដឹងថានឹង30នាទីបាទ30នាទីអញ្ចឹងមកបាទឥឡូវបងប្អូនមើលខ្ញុំរាប់រលកទូនេះឲ្យតិចទៅបាទខ្ញុំរាប់ថានេះមើលទីប៉ុន្មានចេះមើលសាក់សិនកម្អាល1 2ខ្ញុំគូ trend line សិនជួនកាលវាចាប់horizontal triangle ជួនកាលវាអត់ចាប់ទេបាទ1 A B C ចឹងយើងមើលគូរាប់អត់ត្រូវទេជា horizontal រាប់អត់ត្រូវទេអញ្ចឹងយើងរាប់ចេះវិញអានេះយើងរាប់1វិញ1ទៅនេះបណ្ដោយទៅបងប្អូន1 2មើលខ្ញុំរាប់សាថ្មីមើលអានេះយើងរាប់1អានេះ2ចេះនេះរាប់ចេះវិញបងប្អូនចេះនេះ1 2 1 A B C នៅត្នេះចុះលេខ2នៅត្នេះបាទអញ្ចឹងខ្ញុំចឹងវិញបាទដាក់1ត្នេះមកបាទ1ត្នេះ2នៅនេះ2នៅត្នេះ3នៅត្នេះបាទ3ត្នេះនេះ4នេះនេះ5នៅម្ដុំនេះបាទ5នៅម្ដុំនេះហើយខ្ញុំគូ trend line នេះទៅបាទគូចេះមករៀងចឹងមកតានេះយើងយកទី1ហើយពីអានេះយើងអាចថាយើងរាប់5រលកសោះពីនឹងអានេះ1 2 3 4 5បាទអានេះម្ដងអានេះ A B C នៅត្នេះបាទអញ្ចឹងខ្ញុំដាក់ A B C ទូចឲ្យ A B
C C อันนี้នៅណាលេខលេខ C នេះណាលេខ2ក៏នៅនឹងដែរបាទចាស់មកបាទខ្ញុំមើលសិនបងប្អូនមើលសិនមើល1ចាស់បណ្ដោយទៅបងប្អូនអានេះខ្ញុំរាប់ថា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ពី3 នេះ4តនេះ4នេះ5តាមមើលតនេះ5មើលតនេះបាទឥឡូវខ្ញុំចាប់ផ្ដើមរាប់ពីនេះម្ដងអានេះទៅម្ដងអានេះយើងកុំឲ្យថារាប់តារលកទី1យើងរាប់ទី1នេះចុះទី1នៅនេះ1ហើយ2នៅនេះបាទ2នៅនេះបាទចាំមើលតិចទៀតមើលបងប្អូនតើវាលោតទៅដល់ណាឬមួយក៏វាធ្លាក់មកវិញឬមួយក៏វា uptrend បាទនឹងចំពោះscenario ទី1បាទហើយ time frame 30 នាទីបាទចំពោះទីផ្សារមាសបាទការរាប់រលកទីផ្សារមាសមកប៉ុណ្ណេះក៏ដល់ពេលវេលានឹងបញ្ចប់ហើយបាទនឹងចំពោះដែល scenario ទី1បាទហើយសូមបងប្អូនជួយ like ជួយ comment ជួយ share និងជួយ subscribe channel របស់យើងខ្ញុំផងបាទសូមអរគុណសូមជម្រាបលាបាទ